ក្នុងសប្តាហ៍ទី2ដើមខែកុម្ភៈឆ្នាំ2013នេះក្រមការងារសហគមន៍អាជ្ញាធរអប្សរាបានធ្វើការប្រជុំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដាភូមិមួយចំនួនក្នុងរមណីយដ្ឋានអង្គរដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីអាជ្ញាធរអប្សរាអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋដ៏ច្រើនកុះករកិច្ចប្រជុំបានរៀបចំធ្វើឡើងតាមទីកន្លែងដាច់ដោយឡែកផ្សេងគ្នាហើយលើកទី1បានធ្វើឡើងនៅក្នុងសង្កាត់ស្រងែគឺភូមិកសិកម្មភូមិថ្នល់លើកទី2នៅឃុំរុនស្រុកបន្ទាយស្រីគឺភូមិរុនភូមិស្រែចង្ហូតនិងលើកទី3នៅភូមិថ្មាតពងភូមិជ័យក្នុងឃុំរុនត្អែកកិច្ចប្រជុំនេះផ្ដោតការផ្សព្វផ្សាយពីបញ្ហាសំខាន់មួយចំនួនក្នុងបំណងឲ្យប្រជាពលរដ្ឋទាំងអស់បានយល់ដឹងពីការងារសំខាន់ដូចជាទូនីតិនិងកាតព្វកិច្ចរបស់អាជ្ញាធរអប្សរាសមិទ្ធផលនានានិងការងារថ្មីដែលអាជ្ញាធរអប្សរាសម្រាប់បានក្នុងបេសកកម្មអភិរក្សនិងអភិវឌ្ឍដោយចីរភាពរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរព្រមទាំងច្បាប់និងគោលការណ៍ផ្សេងរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីនិងលំនៅឋានក្នុងឧទ្យានអង្គរក៏ដូចជាគម្រោងអភិវឌ្ឍថ្មីរបស់អាជ្ញាធរអប្សរាផងដែរឯកឧត្តមសុកលក្ខណៈអគ្គនាយកស្ដីទីអាជ្ញាធរអប្សរានិងជាអនុប្រធានក្រុមការងារសហគមន៍បញ្ជាក់នៅក្នុងកិច្ចប្រជុំនៅក្នុងឃុំរុនត្អែកថាអាជ្ញាធរអប្សរាបង្កើតឡើងដោយច្បាប់គឺព្រះរាជក្រឹត្យលេខនសរកត029512ចុះថ្ងៃទី19ខែកុម្ភៈឆ្នាំ1995តាមលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌមួយចំនួនរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកតម្រូវឲ្យអនុវត្តក្នុងការដាក់អង្គចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអាជ្ញាធរអប្សរាបានតម្រូវឲ្យអនុវត្តក្នុងការដាក់អង្គរវត្តចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអាជ្ញាធរអប្សរាបានបំពេញការងារនៅតាមទូនីតិដែលមានចែងក្នុងច្បាប់ហើយរាល់ជោគជ័យធំដែលអាជ្ញាធរអប្សរាសម្រេចបានរហូតមកដល់ពេលនេះក្នុងបេសកកម្មអភិរក្សនិងអភិវឌ្ឍដោយចីរភាពរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរអាស្រ័យកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកអាជ្ញាធរអប្សរាដោយមានការចូលរួមពីសហការពីអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ដែលជាកត្តាមិនអាចខ្វះបានពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីនិងលំនៅឋានក្នុងឧទ្យានអង្គរឯកឧត្តមបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅយូរលង់មកហើយក្នុងឧទ្យានអង្គរដោយមានឈ្មោះក្នុងបញ្ជីជំរឿនត្រឹមត្រូវរបស់អាជ្ញាធរអប្សរាគឺមានសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួនដោយស្របច្បាប់និងមានសិទ្ធិផ្ទេរមរតកឲ្យកូនចៅជំនាន់ក្រោយព្រមទាំងមានសិទ្ធិលក់ដូរឲ្យអ្នកភូមិផងរបងជាមួយដើម្បីដោះស្រាយជីវភាពបានដែរជាមួយគ្នានោះដែរក៏មានការសុំជួសជុលឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ដែលទ្រទ្រង់បានដោយដាក់ពាក្យសុំនៅមណ្ឌលសេវាកម្មរបស់អាជ្ញាធរអប្សរាដោយឡែកកូនចៅប្រជាពលរដ្ឋដែលមានគ្រួសារថ្មីត្រូវបែកផ្ទះអាជ្ញាធរអប្សរាបានរៀបចំតំបន់អភិវឌ្ឍភូមិធម្មជាតិរុនត្អែកដែលនៅមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាបសម្រាប់ទទួលបងប្អូនដែលស្ម័គ្រចិត្តទៅរស់នៅអាជ្ញាធរអប្សរាសូមអំពាវនាវជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរក្តីកំពុងប្រកបរបររកស៊ីក្នុងរមណីយដ្ឋានអង្គរក្តីនិងរស់នៅក្បែរខាងរមណីយដ្ឋានអង្គរក្តីសូមចូលរួមនិងសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចអនុវត្តឲ្យបាននៅបទបញ្ញត្តិនៃច្បាប់និងគោលការណ៍ផ្សេងរបស់រាជរដ្ឋាភិបាលព្រមទាំងចូលរួមថែរក្សាបរិស្ថានសន្តិភាពធ្នាប់របៀបរៀបរយសេចក្តីថ្លៃថ្នូរនិងចលនាភូមិឃុំមានសុវត្ថិភាពដើម្បីថែរក្សាការពារនិងលើកតម្លៃរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោករបស់យើងឲ្យចម្រុងចម្រើនគង់វង្សយូរអង្វែង